ชอบเอาเลือกอาซอบอเตระเบียบจังๆอ่ะเมื่อเธออันนี้เอาหัวจะไดหัวจะปีจึงเขาสนมโปรแมนเทนคางบ้องกันคอมพิวเตอร์โอนแต่กันคอมพิวเตอร์เลือกอาซอเทียดยืงเลือกอาซอเทียดยืงแมนเทนยืงรวมគ្នាเลือกอาซอเทียดยืงខ្ញុំជឿថាបងប្អូនទាំងអស់គ្នាប្រកាសជាធ្លាប់បានទស្សនានៅវីដេអូសកម្មភាពប្រចាំថ្ងៃរបស់លោកពូប៉ាងលីដាហើយថ្ងៃនេះខ្ញុំចង់មកនិយាយកោតសរសើរទៅលើការធ្វើការរបស់លោកពូខ្លាំងមែនទែនថ្មីនេះបងប្អូនដឹងហើយថានៅតំបន់ QMI នៅតំបន់ផ្សារព្រៃទីអីហ្នឹងគឺលោកពូពិតជាសកម្មខ្លាំងមែនទែននៅក្នុងការពិនិត្យមើលចិញ្ចើមផ្លូវដែលមានបងប្អូនមួយចំនួនគាត់អត់បានដឹងហើយគាត់បានធ្វើរំលោភលើចិញ្ចើមផ្លូវច្រើនបង្កឲ្យមានការកកស្ទះអីហ្នឹងទាំងនេះហើយក៏ជាទង្វើដ៏គួរឲ្យគោរពនិងកោតសរសើរដល់លោកពូដែលមិនថាបញ្ហាផ្លូវមិនថាបញ្ហាប្រព័ន្ធលូឬក៏សម្រាមទេលោកពូព្យាយាមដោះស្រាយទាំងអស់តែម្ដងមន្ត្រីល្អៗបែបហ្នឹងគឺយើងពិតជាចង់ឲ្យមានច្រើនអ្នកខ្លាំងមែនទែនហើយវីដេអូនេះខ្ញុំធ្វើឡើងនៅក្នុងគោលបំណងចង់ចែករំលែកទៅនឹងទង្វើនិងសកម្មភាពល្អៗរបស់លោកពូទៅកាន់បងប្អូនទាំងអស់គ្នាដែលគាត់អត់ទាន់បានដឹងអត់ទាន់បានឃើញពីសកម្មភាពរបស់លោកពូពិតជារវល់ខ្លាំងមែនទែនជាប្រចាំថ្ងៃខ្ញុំគិតថាគាត់មិនសូវជាមានពេលសម្រាកឬក៏មិនសូវជាប្រើប្រាស់នៅពេលវេលាផ្ទាល់ខ្លួនប្រហែលទេដោយសារតែគាត់ត្រូវតែបំពេញការងាររបស់គាត់ហើយគាត់ចង់ឲ្យបរិស្ថានស្អាតចង់ឲ្យគ្មានសម្រាមចង់ឲ្យប្រព័ន្ធទឹកនឹងมันមានការកកស្ទះมันមានការលិចអីហ្នឹងខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែននៅពេលដែលមានមន្ត្រីល្អៗដោយលោកពូបែបហ្នឹងហើយវីដេអូនេះខ្ញុំក៏ចង់សរសើរទៅកាន់មន្ត្រីមួយចំនួនដែលគាត់ធ្វើការនៅក្នុងសង្កាត់ដង្កោភូមិរបស់ខ្ញុំផងដែរដែលថ្មីនេះបងប្អូនរស់នៅម្ដុំភូមិមកប្រកាសជាដឹងហើយថាប្រព័ន្ធលូរបស់យើងគឺពិតជាស្រស់ស្អាតខ្លាំងមែនទែនបងប្អូនរាល់ពេលដែលខ្ញុំឃើញប្រព័ន្ធលូនៅក្នុងសង្កាត់របស់ខ្ញុំស្រស់ស្អាតបែបនេះខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែនបងប្អូនខ្ញុំអត់ដឹងថាបងប្អូនសប្បាយចិត្តដូចខ្ញុំដែរឬអត់ទេប៉ុន្តែខ្ញុំជឿថាបងប្អូនមួយចំនួនធំហើយដែលគាត់ឃើញលូយើងស្រស់ស្អាតបែបហ្នឹងហើយគាត់រំភើបចិត្តប៉ុន្តែគាត់អត់ដឹងនិយាយថាម៉េចប៉ុន្តែថ្ងៃនេះខ្ញុំចូលមកនិយាយជំនួសហើយថានៅសង្កាត់ដង្កោភូមិរបស់យើងនេះឥឡូវនេះគឺមានប្រព័ន្ធលូយ៉ាងស្រស់ស្អាតតែម្ដងបងប្អូនហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណ